រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនិយាយអំពីសាច់រឿងការដែលតាទាំង3គាត់នៅបម្រើក្នុងជួរកងទ័ពគឺតាឈឿនតាដួងនិងតាឌីហើយពេលនោះពួកគាត់គឺត្រូវចូលទៅសួរសុខទុក្ខអ្នកភូមិមួយគ្រួសារនៅក្នុងខេត្តកោះកុងគឺនៅទឹកដីថ្មសបងប្អូនប្រហែលជាស្គាល់ហើយក្នុងកងពលរបស់ពួកគាត់គឺមានបរិសុទ្ធចំណាស់3នាក់គាត់គឺជាអ្នករស់នៅទីនោះតែម្ដងប៉ុន្តែក្រោយពីសម័យសង្គ្រាមបានបញ្ចប់ទៅបរិសុទ្ធ3នាក់នោះគឺសល់តែ2នាក់ទេហើយការទៅនេះគឺមេបញ្ជាការរបស់គាត់គឺចង់ទៅចែកអំណោយដល់គ្រួសារនៃសពនោះដល់ផ្ទាល់ដៃតែម្ដងព្រោះបរិសុទ្ធដែលបានស្លាប់នោះគាត់ស្រឡាញ់ដូចប្អូនបង្កើតអញ្ចឹងហើយការទៅនោះគឺពួកគាត់ជិះឡានដំរីទឹកមួយគ្រឿងចេញពីទីរួមខេត្តកំពង់ស្ពឺទៅនៅលើឡានមានគ្នា6នាក់រួមទាំងមេបញ្ជាការរបស់គាត់ចំណែកតាឈឿនវិញគាត់ជិះនៅខាងក្រោយជាមួយតាឌីនិងតាដួងរួមជាមួយបរិសុទ្ធម្នាក់ទៀតហើយដៃរបស់គាត់កាន់នៅក្រណាត់សខ្ចប់របស់អ្វីម្យ៉ាងបងប្អូនដឹងថាជាអ្វីទេនោះគឺជាឆ្អឹងរបស់បរិសុទ្ធម្នាក់ដែលបានស្លាប់ក្នុងភ្លើងសង្គ្រាមនោះឯងគឺគេបានបូជាសពគាត់នៅឯជំរំហើយតាឈឿនគាត់ក៏ទៅខ្ចប់យកមកចំណែកបរិសុទ្ធម្នាក់ទៀតគាត់គឺជាអ្នកបើកឡានហើយមេបញ្ជាការរបស់គាត់គឺនៅក្នុងកាប៊ីនឡាននឹងឯងហើយគាត់ថាផ្លូវការពីចំនួននឹងគឺពិបាកបើកខ្លាំងណាស់ព្រោះវាមានក្រហុកធំហើយមានទឹកដក់ទៀតផងគាត់ថាផ្លូវខ្លះលិចពាក់កណ្ដាលកង់ឡានក៏មានដែរតែគាត់នៅតែអាចបើកទៅបានហើយការធ្វើដំណើររបស់គាត់គឺចេញពីទីរួមខេត្តកំពង់ស្ពឺទៅនៅម៉ោង5ព្រឹកលោកពេលទៅដល់ទឹកដីថ្មសនោះម៉ោងចូល4ល្ងាចទៅហើយបន្ទាប់មកបរិសុទ្ធម្នាក់ដែលបើកឡាននោះគេក៏ជិះចូលទៅផ្ទះរបស់បរិសុទ្ធម្នាក់ដែលបានស្លាប់នោះតែម្ដងទៅហើយដូចខ្ញុំនិយាយអញ្ចឹងផ្លូវគឺពិបាកបើកដោយសារតែវាជាដីក្រួសក្រហមហើយផ្ទះប្រជាជននៅទីនោះគឺមិននៅជាប់គ្នាទេគឺនៅដាច់ពីគ្នាហើយផ្ទះភាគច្រើនគឺមិនសូវជាធំឡើយក្រោយពីចូលទៅដល់ផ្ទះនោះប្រពន្ធរបស់បរិសុទ្ធដែលបានស្លាប់នឹងគេសប្បាយចិត្តណាស់ពេលដែលឃើញឡានតាហ៊ានបើកចូលមកតែដល់ពេលមិនបានឃើញប្តីរបស់គេនាងស្រាប់តែប្រែទឹកមុខហើយក៏សួរថាចុះប្តីរបស់ខ្ញុំគាត់អត់មកទេអីពេលហ្នឹងតាឈឿនគាត់ក៏បានដើរកាន់ក្រណាត់សនោះយកមកឲ្យនារីដែលជាប្រពន្ធនាងឃើញហើយទុនជើងនិងយំខ្លាំងតែម្ដងមេបញ្ជាការរបស់គាត់ក៏បាននិយាយទៅនាងថាកាត់ចិត្តទៅប្អូនស្រីគេបានពាក់លីជូនមាតុភូមិបាត់ទៅហើយរួចបន្ទាប់មកកូនប្រុសស្រីរបស់នាងគេក៏បានដើរមកនិងបានយំអោបម្ដាយចំណែកពួកគាត់ដែលឈរមើលនោះអ្នកខ្លះក៏អួលដាំកោដែរព្រោះអាណិតគ្រួសាររបស់គេពេកមិនគួរណាគេស្លាប់ចោលប្រពន្ធកូនដោយសារតែការពារទឹកដីឲ្យបានពាក់លីក្នុងភ្លើងសង្គ្រាមហើយនាងដោយគ្រួសារកំពុងខ្វះខាតគឺមិនបានធ្វើពិធីបុណ្យអ្វីធំដុំនោះទេគឺគ្រាន់តែនិមន្តព្រះសង្ឃនិងលោកអាចារ្យមកធ្វើបុណ្យឲ្យបន្តិចបន្តួចតែប៉ុណ្ណោះបន្ទាប់មកពួកគាត់ក៏បានប្រគល់អំណោយមួយចំនួនធំទៅគ្រួសារនាងហើយយប់នឹងពួកគាត់មិនបានសម្រាកផ្ទះនោះទេពួកគាត់ក៏បានមកសម្រាកផ្ទះបុរសម្នាក់ដែលបើកឡានមកនោះចំណែកបុរសម្នាក់ទៀតគេទៅផ្ទះគេបាត់ហើយផ្ទះរបស់គេគឺនៅក្បែរផ្ទះបុរសម្នាក់ដែលស្លាប់នឹងឯងបន្ទាប់មកពួកគាត់ក៏បើកឡានចេញមកទាំងយប់ដើម្បីទៅផ្ទះរបស់តកងឡានគឺពួកគាត់មិនបាននៅកំដរពិធីបុណ្យទេព្រោះមានសាច់ញាតិរបស់នាងជួយរៀបចំហើយចំណែកផ្ទះរបស់បុរសដែលបើកឡាននោះគឺនៅគៀកនឹងមាត់សមុទ្រតែម្ដងនៅតាមផ្លូវចំនួននោះស្ងាត់ណាស់ណាមួយក្នុងភូមិស្រុកនោះនៅចំនួនហ្នឹងមិនសូវជាមានប្រជាជនមករស់នៅប៉ុន្មានទេដោយសារតែវានៅជាប់តំបន់ព្រៃភ្នំជីរហូតមកដល់ផ្លូវមួយសម្បូរដើមដូងច្រើនបរិសុទ្ធនោះគេក៏បត់ចូលតែម្ដងហើយផ្លូវមើលមិនសូវច្បាស់ទៀតដោយសារតែចង្គៀងឡានមើលបានតែម្ខាងទេម្ខាងទៀតគឺបានខូចកំឡុងពេលដែលពួកគាត់បើកចេញមកពីបន្ទាយទៅបុកនឹងមែកឈើដែលបានបាក់នៅតាមផ្លូវក្រោយពេលចូលទៅដល់គឺឃើញថាតំបន់នេះមិនសូវជាមានផ្ទះឡើយគឺស្ងាត់ជាងភូមិរបស់បរិសុទ្ធដែលបានស្លាប់នោះទៀតពេលនោះតាឌីក៏បានលាន់មាត់ថាជុំស្ងាត់យ៉ាងហ្នឹងតិចមានចោលប្លន់ទៅតាដួងក៏បានតបថាបើវាចេញមកប្លន់មែនអញឲ្យអាឈឿនចាប់វាដាក់ឡានតែម្ដងតាឈឿនក៏មិនបានមកទេគាត់គ្រាន់តែញញឹមធម្មតាលុះរហូតឡាននោះបានទៅដល់ឈប់មុខផ្ទះឈើមួយខ្នងហើយផ្ទះនោះសសររៀងខ្ពស់គ្រាន់បើបន្ទាប់មកពួកគាត់ក៏បានឃើញមានលោកយាយម្នាក់ដើរចុះមកពីលើផ្ទះក្រោយពីចុះទៅជម្រាបសួរទើបដឹងថាលោកយាយម្នាក់នេះគាត់គឺជាម្ដាយរបស់បរិសុទ្ធដែលជាអ្នកបើកឡាននោះហើយផ្ទះនេះក្រោយពីបរិសុទ្ធនោះទៅធ្វើសង្គ្រាមម្ដាយរបស់គេគឺរស់នៅពីអ្នកប្អូនប្រុសរបស់គេចំណែកប្អូនប្រុសរបស់គេគឺមិនទាន់មកផ្ទះទេគឺគេរវល់ទៅលើកមងលើកលបនៅឯសមុទ្រឯណោះលុះកណ្ដាលយប់ទើបគេមកវិញតែគេមិនបានមកវិញកណ្ដាលយប់ទេបានប្រហែលជា1ម៉ោងពេលដែលពួកគាត់មកដល់គេក៏បានមកដល់ផ្ទះដែរដោយសារតែយប់នោះខ្យល់ខ្លាំងពេកគេមិនបានទៅលើកមងឡើយគេលើកបានតែលបតែប៉ុណ្ណោះក្រោយពីបានឃើញបងប្រុសរបស់គេមកវិញគេសប្បាយចិត្តណាស់គេក៏ទម្លាក់ក្តាមទម្លាក់ត្រីចោលរត់មកអោបបងប្រុសតែម្ដងក្រោយពីបានណែនាំគ្នាទៅវិញទៅមកពួកគាត់ក៏នាំគ្នាធ្វើម្ហូបហូបបាយជុំគ្នាតែម្ដងទៅហើយពេលនោះបងប្រុសរបស់គេក៏បានឡើងទៅលើផ្ទះយកស្រាត្រាំមួយកាត់តិនធំយកមកដាក់ឲ្យពួកគាត់ហើយម្នាក់ជជែកគ្នាសប្បាយណាស់លុះនិយាយបានមួយសន្ទុះតាឌីក៏បាននិយាយថាស្អែកបបួលបងមេបញ្ជាការទៅលេងសមុទ្រម្ដងអីបរិសុទ្ធដែលជាប្អូននោះគេក៏តបថាមានអីបងនាំគ្នាទៅលេងម្ដងទៅបរិយាកាសនៅទីនោះល្អតែក៏ត្រូវបានបងប្រុសរបស់គេតបវិញថាដូចជាមិនបាច់ទេអីមើលទៅបរិសុទ្ធនោះដូចជាមានរឿងលាក់បាំងតតែតាឌីសួររហូតទើបបរិសុទ្ធនោះគេដាក់ចិត្តនិយាយ
គេថាពីមុនគេមានទំនាក់ទំនងជាមួយមនុស្សស្រីម្នាក់នៅទីនោះតែក្រោយពីនាងរៀបការចោលគាត់ទៅគាត់ស្បត់ឈប់ទៅជន់ទីនោះតែម្ដងតែប្អូនប្រុសរបស់គាត់ក៏បានតបថាបងចង់និយាយពីនាងធីរីនឹងមែនបងឯងដឹងអត់នាងបានស្លាប់បាត់ទៅហើយបងប្រុសរបស់គេក្រោយពីឮបែបនេះគាត់ក៏ជ្រុះស្លាបព្រាចេញពីដៃហើយក៏សម្រក់ទឹកភ្នែកតែម្ដងព្រោះគាត់ស្រឡាញ់នារីម្នាក់ហ្នឹងណាទោះដឹងថានាងមានប្តីចោលគាត់ក៏ដោយហើយនាងមានប្តីចោលគាត់នេះគឺដោយសារតែម្ដាយឪពុករបស់នាងបង្ខំទេទើបនាងដាច់ចិត្តរៀបការចោលគាត់ព្រោះតែនាងត្រូវការលុយមើលថែជំងឺឪពុកហើយគាត់ក៏បានសួរទៅប្អូនប្រុសថាតើនាងស្លាប់ដោយសារអ្វីទៅប្អូនប្រុសរបស់គាត់ក៏បានតបថាគឺនាងស្លាប់ដោយសារកើតកូនអត់ចេញហើយស្លាប់ទាំងម្ដាយទាំងកូនទៀតបើនិយាយពីរឿងលងវិញគឺលងសាហាវណាស់បងខ្ញុំធ្លាក់ពីលើទូកច្រើនសារហើយដោយសារតែនាងតែឈឿនពេលនោះគាត់ក៏ចាប់អារម្មណ៍រឿងនេះហើយគាត់ក៏សួរថាតើនាងលងយ៉ាងម៉េចខ្លះទៅអាចរៀបរាប់ឲ្យបងស្លាប់បន្តិចបានទេបងបរិះនោះគេក៏បានតបថាថ្ងៃមួយពេលល្ងាចពេលដែលខ្ញុំចេញទៅលើកមងដូចសពមួយដងខ្ញុំតែងតែជិះកាត់កូនកោះមួយរហូតហើយកោះនោះមិនសូវជាធំឡើយពេលដែលខ្ញុំជិះចេញទៅមិនមានបញ្ហាអ្វីទេលុះកណ្ដាលយប់ពេលដែលខ្ញុំមកវិញខ្ញុំក៏ជិះកាត់កូនកោះនោះដដែលលុះជិះមកដល់ខ្ញុំក៏ក្រវះពិលទៅកាន់ទីនោះដោយសារតែខ្ញុំពាក់ពិលនឹងក្បាលពេលក្រវះពិលទៅខ្ញុំឃើញមានសត្វឆ្លុះមួយក្បាលដេកនៅមាត់ច្រាំងខ្ញុំពេលនោះដោយលើកមងមិនសូវបានត្រីផងស្មាទោះក៏មានកំណត់ទៅចាប់ឆ្លុះនោះទៅតែមិនមែនទៅចាប់ឆៅឡើយគឺខ្ញុំកាន់សំណាញ់ទៅបងចាប់វាតែម្ដងពេលដែលខ្ញុំទៅចិត្តវាខ្ញុំក៏បងត្រូវវាគឺបងបានពិតមែនតែវាដូចជាមិនកម្រើកឡើយពេលនោះខ្ញុំក៏ដើរទៅមើលទើបដឹងថាវាងាប់បាត់ទៅហើយមូលហេតុដែលវាងាប់ខ្ញុំមិនដឹងទេណាមួយដូចជាងាប់ថ្មីទៀតមិនទាន់មានក្លិនឡើយបន្ទាប់មកខ្ញុំក៏អង្គុយក្បែរទីនោះចាំមើលមនុស្សក្រែងលោមានគេប្រមាញ់វាហើយយកមកទុកចោលទីនេះតែអង្គុយចង់កន្លះម៉ោងនៅតែមិនឃើញមនុស្សខ្ញុំក៏សម្រេចចិត្តលើកវាដាក់លើទូកនិងបើកចេញមកតែម្ដងទៅលុះពេលជិះមកនោះដំបូងដូចជាមិនទាន់មានរឿងអ្វីប្លែកទេតែមួយសន្ទុះខ្ញុំដូចជាធំក្លិនស្អុយដំបូងខ្ញុំមិនបានចាប់អារម្មណ៍ទេតែយូរទៅចេះតែស្អុយទៅខ្ញុំគិតថាប្រហែលជាស្អុយចេញមកពីសត្វឆ្លុះនោះហើយខ្ញុំក៏សម្លឹងទៅមើលវាស្មាទោះបងហើយពេលក្រឡេកទៅមិនមែនជាឆ្លុះទេខ្ញុំនិយាយមានមេជាសាក់សីគឺខ្ញុំឃើញខ្មោចនាងធីរីដេកស្លាប់នៅលើទូកហើយសភាពរបស់នាងគឺហើមឡើងខៀវហើយនាងយំតិចខ្ញុំពេលហ្នឹងគិតថាបើលោតចុះពីលើទូកច្បាស់ជាមិនកើតទេព្រោះច្រាំងវានៅឆ្ងាយខ្ញុំពេលហ្នឹងក៏នឹកគុណម៉ែគុណឪហើយក៏ជិះមកបន្តតតែខ្ញុំជិះរហូតមកដល់ក្បែរទូកបងប្អូនខ្មែរអ៊ីស្លាមទើបខ្ញុំហ៊ានក្រឡេកមើលពេលដែលខ្ញុំក្រឡេកទៅមិនបានឃើញនាងធីរីទៀតទេហើយខ្ញុំក៏បាននិយាយរឿងនេះប្រាប់ទៅដល់បងប្អូនអ៊ីស្លាមទៅម្ចាស់ទូកដោយគេចេះគេអីដែរគេក៏សូត្រស្អីមិនដឹងទេដាក់ទូករបស់ខ្ញុំហើយគេថាលេងអីហើយទូកនេះថ្ងៃក្រោយពពួកខ្មោចព្រាយវាប៉ះពាល់លេងបានទៀតហើយបន្ទាប់មកខ្ញុំក៏មកផ្ទះធម្មតាលុះរហូតមកទៀតមានយប់មួយខ្ញុំក៏ជិះកាត់កន្លែងនោះដដែលប៉ុន្តែខ្ញុំមិនបានជិះទូករបស់ខ្ញុំមកទេគឺខ្ញុំជិះមកជាមួយមិត្តភ័ក្តិរបស់ខ្ញុំដោយសារពេលនោះទូកខ្ញុំពូគាត់ខ្ចី 4-5 ថ្ងៃសិនដោយសារទូកគាត់ខូចម៉ាស៊ីនពេលដែលទៅនោះគឺមិនអីទេដូចមុនអញ្ចឹងតែពេលមកវិញមេឃស្រាប់តែភ្លៀងនិងមានខ្យល់មកខ្លាំងណាស់សឹងតែក្រឡាប់ទូកពួកយើងដោយមិនអាចទៅមុខទៀតបានក៏សម្រេចចិត្តជិះចូលអែបច្រាំងសិនតែច្រាំងនោះក៏វានៅម្ដុំកន្លែងដែលខ្ញុំឃើញឆ្លុះលើកមុនដែរដោយគិតថាមិនអីក៏នាំគ្នាចូលសិនព្រោះមិនអាចជិះមកផ្ទះបានភ្លាមទេព្រោះរលកធំណាស់ហើយមានផ្គររន្ទះទៀតផងពេលដែលចូលទៅគៀកហើយនៅតែរលកវាយទៀតព្រោះដោយសារទូកមិត្តភក្តិខ្ញុំវាតូចដែរទើបពួកខ្ញុំសម្រេចចិត្តអូសឡើងច្រាំងតែម្ដងទៅហើយនៅម្ដុំនោះគឺសម្បូរព្រៃកោងកានណាស់ពួកយើងចងទូកហើយក៏នាំគ្នាមកអង្គុយក្រោមដំណក់ទឹកដើម្បីចាំភ្លៀងរាំងគិតថាមេឃរាំងពេលណានឹងជិះចេញពេលនោះព្រោះរៀងយប់ដែរទៅហើយពេលដែលពួកខ្ញុំអង្គុយមួយសន្ទុះស្រាប់តែឮសំឡេងមនុស្សស្រីយំសំឡេងនោះយំយូរទៅចង់ឮជាងសំឡេងទឹកភ្លៀងទៀតពួកខ្ញុំគិតថាមិនស្រួលទេព្រោះអ្នកនៅទីនេះអ្នកណាក៏គេដឹងថាខ្មោចនាងធីរីឡងសាហាវដែរពួកខ្ញុំមើលមកគ្នាព្រោះគិតថាចង់ចេញទៅឥឡូវនេះតែសម្លឹងមើលទៅសមុទ្រវិញរលកធំគួរឲ្យខ្លាចជាងខ្មោចទៅទៀតពួកខ្ញុំពេលនោះក៏តាំងអារម្មណ៍ឡើងវិញហើយក៏ធ្វើដូចជាមិនមានរឿងអ្វីកើតឡើងទេលុះអង្គុយបានមួយសន្ទុះស្រាប់តែមានក្មេងប្រុសម្នាក់ដើរមកគេដើរមកដល់គេក៏សួរពួកខ្ញុំថាពូរងាទេតោះទៅជ្រកភ្លៀងផ្ទះខ្ញុំសិនទៅអីម៉ែខ្ញុំឲ្យមកហៅពួកខ្ញុំពេលនោះមិនបានគិតអ្វីទេព្រោះទីនោះក៏មានផ្ទះអ្នកភូមិមួយពីរដែរគិតថាក្រៃលោគេឃើញពួកខ្ញុំអង្គុយក្រោមតែភ្លៀងយូរពេកទើបគេអាណិតគេហៅឲ្យពួកខ្ញុំចូលផ្ទះហើយក្មេងនោះដូចជាមិនមានអ្វីឲ្យពួកខ្ញុំសង្ស័យដែរគឺដូចជាកូនអ្នកភូមិធម្មតាអញ្ចឹងមិត្តភក្តិខ្ញុំដោយវារងាផងខ្លាចសំឡេងយំអំបញ្ញមិញផងវាក៏បបួលខ្ញុំឲ្យទៅខ្ញុំគិតថាបើមិនទៅតាមវាទេច្បាស់ជាអង្គុយនៅទីនេះម្នាក់ឯងចាក់ជាមិនខានទើបដាច់ចិត្តដើរទៅតាមវាលុះដើរយូរទៅដូចជានៅកន្លែងដដែលយ៉ាងម៉េចទេហើយក្មេងនោះក៏អញ្ចឹងដែរវាដើរនាំផ្លូវតែវាមិនបានងាកមកមើលពួកគាត់សូម្បីបន្តិចវាចេះតែដើរនាំផ្លូវរហូតលុះដើរចង់1ម៉ោងឃើញថានៅតែមិនទាន់ដល់ផ្ទះនោះទេខ្ញុំក៏ខ្សឹបប្រាប់មិត្តភក្តិថាដូចជាមិនសូវស្រួលទេដឹងណាបើនិយាយពីអានោះវិញវាដូចជាភ័យដែរក្រោយពីឮខ្ញុំនិយាយបែបនេះព្រោះដើរយូរហើយនៅតែមិនទាន់ដល់ណាមួយកោះនោះមិនសូវជាធំទេមិនអាចឡើយដែលមានផ្ទះអ្នកភូមិនៅជ្រៅបែបនេះលុះពួកខ្ញុំក៏លែកមើលទៅក្មេងនោះវិញស្រាប់តែវាអត់មានក្បាលទេ
ពួកខ្ញុំច្បាស់100%ហើយគឺពិតជាខ្មោចលងពិតមែនពេលដែលពួកខ្ញុំរត់បកក្រោយស្រាប់តែមកដល់កន្លែងចងទូកវិញបាត់ដូចជាពួកខ្ញុំអំបញ្ញមិញដើរនៅតែកន្លែងដដែលរហូតអញ្ចឹងគឺគ្រាន់តែបកក្រោយប្រហែលជំហានតែប៉ុណ្ណោះពួកខ្ញុំពេលនោះលែងខ្លាចទឹករលកស្អីទៀតហើយរួចក៏នាំគ្នាស្រែកទូកជិះចេញមកតែម្ដងទៅនៅតាមផ្លូវទឹកដែលពួកខ្ញុំជិះមកនោះពួកខ្ញុំឮសំឡេងសើចរហូតគឺសំឡេងមនុស្សស្រីសើចគឺនៅលើក្នុងត្រចៀករបស់ពួកខ្ញុំតែម្ដងលោកជិះមកចិត្តដល់ច្រាំងពេលដែលខ្ញុំក្រឡេកទៅក្រោយស្រាប់តែបានឃើញនាងធីរីដើរដាក់ដៃក្មេងប្រុសម្នាក់នោះហើយនាងដើរនៅលើទឹកលឿនណាស់ពួកខ្ញុំភ័យពេកក៏នាំគ្នាលោតចុះទឹកនិងនាំគ្នាហាយឡើងគោករត់ប្រាស់អាយុតែម្ដងទៅចាប់តាំងពីពេលនឹងមកខ្ញុំស្បត់គឺលែងហ៊ានជិះកាត់កន្លែងនឹងទៀតហើយលោកព្រឹកឡើងទូកមិត្តភក្តិខ្ញុំក៏អណ្ដែតមកច្រាំងពេលនោះហើយទើបពួកខ្ញុំហ៊ានទៅយករបស់របររកត្រីមកវិញហើយចាប់តាំងពីពេលនឹងមកវាក៏ធ្លាក់ខ្លួនឈឺឡើងចង់ជ្រុះសក់ក៏តែយកទៅឲ្យលោកស្រោចទឹកទើបវាជាដូចដើមវិញក្រឡេកទៅមើលតាឌីគាត់អង្គុយក្រោយតែឈឿនទំនងដូចជាខ្លាចប៉ះចំបរិយាកាសជុំវិញផ្ទះបរោះនោះគួរឲ្យខ្លាចផងចំណែកមេបញ្ជាការរបស់ពួកគាត់វិញគាត់អង្គុយស្ដាប់ដោយយកចិត្តទុកដាក់គាត់ដូចជាមិនសូវជំនាញជំនឿខាងនឹងប៉ុន្មានទេតែបើតែឈឿននឹងតាដួងវិញគាត់ជឿរឿងនឹងណាស់តែឈឿនគាត់ក៏បាននិយាយទៅបរោះនោះថាបើតាមគាត់ស្ដាប់មើលអាចមិនមែនជាខ្មោចនារីម្នាក់នឹងលងទេដឹងតែវាអាចជាខ្មោចតៃហោងដែលនៅលើកោះនឹងជាអ្នកលងក៏អាចថាបានព្រោះពពួកខ្មោចតៃហោងតាមព្រៃតាមកោះនេះវាពូកែក្រឡាខ្លួនណាស់ហើយគាត់ក៏សួរអំពីទីតាំងផ្ទះនាងបរោះនោះក៏តបថាផ្ទះនាងគឺនៅក្នុងភូមិមាត់ឆ្នេរព្រោះម្ដាយឪពុករបស់នាងក៏ជាអ្នកនេសាទដែរតែឈឿនគាត់ក៏តបថាអូចឹងអាចមិនមែនជាខ្មោចនាងលងទេព្រោះថាពេលលងនឹងនៅកោះក្បែរកន្លែងពួកគាត់រកត្រីឯនោះតែបរោះនោះក៏និយាយយ៉ាងមុតមមថាមិនឲ្យលងយ៉ាងម៉េចបើគេកប់នាងនៅលើកោះនឹងឯងនិយាយដល់ត្រឹមនេះតាឌីក៏និយាយថាឃើញទេអាឈឿនមិនមែនគ្រប់ការស្មានរបស់ឯងសុទ្ធតែត្រូវទេពេលនោះពួកគាត់ក៏នាំគ្នាសើចពេលពួកគាត់ហូបស្រាថ្នាំនោះអស់រៀងច្រើនគួរសមពួកគាត់ក៏រៀងស្រវឹងដែរអ្នកខ្លះនៅដេកក្រោមផ្ទះអ្នកខ្លះក៏ទៅចងអង្រឹងដេកនៅលើឡានដំរីទឹកនៅខាងក្រោយហើយបរិយាកាសនៅទីនេះត្រជាក់ស្រួលណាស់លោកព្រឹកឡើងពួកគាត់ក៏នាំគ្នាស្លៀកស៊ីវិលដើម្បីដើរទៅលេងនៅមាត់ឆ្នេរព្រោះនេះជាលើកទី1របស់ពួកគាត់ហើយដែលបានមកលេងទឹកដីសមុទ្រនៅខេត្តកោះកុងហើយរយៈចម្ងាយទៅមាត់ឆ្នេរពីផ្ទះបរោះនោះតែ2គីឡូដីតែប៉ុណ្ណោះពេលទៅដល់ពួកគាត់ក៏នាំគ្នាឡើងបេះដូងយកមកផឹកបន្ទាប់មកពួកគាត់ក៏នាំគ្នាទៅស្ទូចមកលេងនិយាយទៅរបស់របរសម្រាប់រកត្រីរបស់បរោះនោះមានច្រើនណាស់ហើយថ្ងៃនេះគេក៏មិនបានទៅដាក់មងឬទៅដាក់លបអីដែរគឺគេនៅកំដរបងប្រុសរបស់គេហើយនៅក្បែរមាត់ឆ្នេរនោះគឺមានភូមិតូចមួយដែលមានមនុស្សរស់នៅប្រហែលជា10គ្រួសារពួកគេអ្នកខ្លះជាអ្នកនេសាទអ្នកខ្លះគឺជាអ្នកផលិតធ្យូងហើយផ្ទះរបស់នារីម្នាក់ដែលបានស្លាប់នោះក៏នៅក្នុងភូមិនឹងដែរចំណែកផ្ទះប្តីរបស់នាងគឺនៅមាត់ឆ្នេរហើយរៀងធំជាងគេដោយសារគេគឺជាអ្នកធូធាក្រឡេកមើលទៅបងប្រុសរបស់បរិសុទ្ធម្នាក់នោះគេដូចជាមិនសូវជាចង់មកទេដោយសារតែគេមិនចង់ឃើញកន្លែងអនុស្សាវរីយ៍របស់គេនិងនារីដែលបានស្លាប់នោះតែឈឿនគាត់ក៏ទៅនិយាយលើកទឹកចិត្តបរិសុទ្ធនោះថារឿងហួសហើយឲ្យវាហួសទៅចុះគុំរំលឹកវាធ្វើអីធ្វើមិនដេចយើងមាននិស័យតែយើងគ្មានវាសនាមួយសន្ទុះស្រាប់តែមានបរិសុទ្ធម្នាក់ដើរដោះអាវពាក់ខ្សែកមាសមួយខ្សែរាងធំគេដើរជាមួយនារីស្រស់ស្អាតម្នាក់គេដើរកាត់ពួកគាត់ដោយចោលភ្នែកសម្លឹងមើលលើមើលក្រោមហើយនឹងសម្លឹងមើលទៅបរិសុទ្ធម្នាក់ដែលកំពុងខូចចិត្តនោះគេមើលហើយគេក៏ធ្វើមាត់ពេបហើយគេក៏ដើរសម្ដៅទៅផ្ទះរបស់គេតែម្ដងបរិសុទ្ធដែលជាប្អូនប្រុសរបស់បរិសុទ្ធនោះក៏បានប្រាប់ពួកគាត់ថាគឺអាមួយនឹងហើយដែលជាប្តីរបស់នាងធីរីយីប្រពន្ធស្លាប់មិនទាន់បានប្រមាណផងបណ្ដាស្រីក្មេងបាត់អានេះក៏ទៅចរិតវាអន់មែនក្រោយពីគេដើរចូលផ្ទះមួយសន្ទុះស្រាប់តែមានបរិសុទ្ធចំណាស់ម្នាក់ឈរជួបបារីពីលើផ្ទះសម្លឹងមកមើលពួកគាត់បរិសុទ្ធនោះសម្បល់រៀងស្រអែមសាក់យន់ពេញខ្លួននៅនឹងករបស់គេពាក់សុទ្ធតែខ្នែកតាន់និងចង្កូមខ្លាគេឈរជួបបារីសម្លឹងដោយមិនដាក់ភ្នែកទេបរិសុទ្ធនោះប្រាប់ថានឹងហើយគឺជាឪពុកអាមួយដើរអំបញ្ញមិញនឹងពួកគាត់មិនដឹងថាអាមួយដើរទៅអំបញ្ញមិញនិយាយប្រាប់ឪពុករបស់វាថាយ៉ាងម៉េចខ្លះទេពួកគាត់ក៏មិនបានទៅខ្លាចឬទៅចង់មានរឿងជាមួយគេឡើយហើយរត់តែមិនចង់ឲ្យគេដឹងថាពួកគាត់គឺជាទាហានជាពិសេសគឺមេបញ្ជាការរបស់ពួកគាត់គឺគាត់ជាមនុស្សដាក់ខ្លួនណាស់គាត់ថាស្ទូចមួយថ្ងៃមិនបានមកសូម្បីតែមួយក្បាលរួចពួកគាត់ក៏នាំគ្នាដើរចាប់ក្តាមតាមក្រោមថ្មវិញលុះម៉ោងប្រហែលជា11ព្រឹកពួកគាត់ក៏នាំគ្នាដាំបាយដើម្បីហូបព្រោះបរិសុទ្ធនោះបានដើរទៅខ្ចីឆ្នាំងពីផ្ទះពូរបស់គេដែលនៅក្បែរនឹងដែរមួយសន្ទុះក៏មានអ្នកចុះទូកគេចាប់ផ្ដើមចេញទូកនឹងបានហៅបរិសុទ្ធនោះតែគេតទៅវិញថាអត់បានទៅទេបងប្រុសរបស់គេមកលេងចាំស្អែកបងរួចពួកគេក៏នាំគ្នាស្រែកទូកស្រែកអីចេញទៅអស់នៅតែទូករបស់គេតែប៉ុណ្ណោះដែលនៅមាត់ច្រាំងក្រោយពីហូបបាយហើយតាឌីជាមួយនឹងមេបញ្ជាការក៏នាំគ្នាទៅងូតទឹកក្បែរថ្មមួយហើយទឹករលកក៏ចេះតែវាយពួកគាត់រហូតទៅដល់ក្បែរព្រៃកោងកានពេលទៅដល់កន្លែងហ្នឹងពួកគាត់ក៏នាំគ្នាមកវិញយ៉ាងលឿនពួកគាត់ក៏ឡើងគោកនិងនាំគ្នាជួបខ្លួនតែឈឿនក៏សួរថាយ៉ាងម៉េចឈប់ងូតហើយមែនទេខ្ញុំមិនទាន់ទាំងបានចុះទៅផងតាឌីក៏បានប្រាប់ថានៅទីនេះទឹកអត់ស្អាតទេនៅក្នុងព្រៃកោងកាននោះធំក្លិនឆ្អេះឆ្អាបមានទាំងកាកបាយនិងកាកសំណល់ផ្សេងៗហើយថែមទាំងមានបាយសីដែលគេបោះចោលទីនោះទៀតផងបើនិយាយពីរឿងព្រឺក្បាលវិញគឺអញបានឃើញសំណែនគេសែនទៀតតែឈឿនក៏បាននិយាយថាជប់និយាយអត់ឌីអោះមកមេបញ្ជាការអង្គុយចុះមកខ្ញុំយកស្រាថ្នាំយកមិញមកដែរតា
ហើយរឿងហ្នឹងយើងជប់រំលឹកទៅពួកគាត់ពេលនោះក៏នាំគ្នាហូបក្រោមដើមដូង2ដើមដែលដុះជាប់គ្នាលុះពេលហូបបានបន្តិចមេបញ្ជាការរបស់គាត់ក៏ធ្វើមន្តប្រាប់ថាអ្នកណាគេមកនោះពេលពួកគាត់ក្រឡេកទៅគឺជាបុរសចំណាស់ដែលឈរពីលើផ្ទះសម្លឹងមើលពួកគាត់នឹងឯងគឺគេដើរមកកាន់ចានមួយមិនដឹងថាក្នុងចាននោះគេដាក់អ្វីខ្លះនោះទេក្រោយពីគេបានមកចិត្តទើបឃើញថាជាឆាមឹកម្រេចខ្ចីមួយចានគេដើរមកដល់គេក៏និយាយថាបងប្អូនហូបអញ្ចឹងយកម្ហូបនេះខ្លាំងទៅតែឈឿនពេលនោះគាត់ក៏ទទួលយ៉ាងគួរសមហើយគាត់ក៏ហៅបុរសចំណាស់ម្នាក់នោះមកអង្គុយហូបជាមួយពួកគាត់ដែរបុរសចំណាស់ម្នាក់នោះគេក៏មិនបានប្រកែកអីដែរគេក៏អង្គុយចុះផឹកជាមួយនឹងពួកគាត់ពេលនោះគេក៏ណែនាំខ្លួនថាគេឈ្មោះខ្មៅអ្នកនៅទីនេះហៅគេថាពូខ្មៅហើយគេពីមុនគឺរស់នៅទីក្រុងទេតែដល់ពេលខ្មែរក្រហមវាយក្តាប់អំណាចបានគេក៏មករស់នៅទីនេះហើយចុះបងប្អូនជាអ្នកមកពីខាងណាអត់ដែលឃើញមុខសោះមេបញ្ជាការរបស់គាត់ក៏តបថាបាទបងពួកខ្ញុំគឺជាអ្នករកត្រីធម្មតាហើយមិត្តភក្តិខ្ញុំម្នាក់នេះគេចង់មកលេងផ្ទះទើបពួកខ្ញុំជូនគេមកបុរសឈ្មោះខ្មៅនោះក៏តបមកវិញថាអូម្នាក់នេះខ្ញុំស្គាល់តាធ្លាប់ឮកូនខ្ញុំវានិយាយដែរលុះនិយាយគ្នាបានមួយសន្ទុះស្រាប់តែមានក្អែបពិនមេដៃវាចេញមកពីចាននឹកតាឈឿនក៏ធ្វើជានិយាយថាជុំអានេះក្អែបសមុទ្រមែនចំណែកគ្នាគាត់ទាំងអស់ចាប់ដើមដឹងហើយមានតែបុរសម្នាក់ដែលជាប្អូនប្រុសតែប៉ុណ្ណោះដែលគេមិនដឹងមួយសន្ទុះតាឈឿនក៏ចាក់ស្រាចូលកែវបុរសម្នាក់នោះពេលចាក់រួចមិនទាន់អីទេពេលដែលគេរៀបនឹងលើកផឹកស្រាប់តែឃើញសត្វខ្ញាដំរីមួយក្បាលនៅក្នុងនោះគេមិនបានផឹកទេគេក៏ភ្ញាក់ហើយចេះចោលតាឈឿនក៏ធ្វើជានិយាយទៀតថាសុំទោសបងអើយស្រាខ្ញុំត្រាំសត្វអាសិរពឹសទើបចាក់ទៅវាដោយតែដួងពេលនោះគាត់ក៏សោចព្រោះគាត់ដឹងថាតាឈឿនកំពុងតែប៉ះអាគមតិចតួចជាមួយតាខ្មៅនឹងហើយពេលនោះតាខ្មៅគាត់ក៏លើកស្រានឹងចាក់ចូលទៅក្នុងកែវរបស់តាឈឿនវិញក្រោយពីចាក់ហើយស្រានោះស្រាប់តែបែកពពុះឆ្គុលហើយតាឈឿនគាត់មានចៅអីគាត់ក៏រៀបនឹងលើកផឹកតែតាដួងគាត់យល់ចិត្តគាត់ក៏ធ្វើជាងើបឈរហើយក៏ប៉ះដៃតាឈឿនធ្វើឲ្យកំពប់ស្រានោះអស់មកដល់ត្រឹមនេះបុរសដែលឈ្មោះខ្មៅនោះគេដឹងហើយថាពួកគាត់នេះក៏មិនធម្មតាដែរមិនអាចលេងសើចបានទេទើបគេឈប់សាកហើយត្រឡប់មកផឹកធម្មតាវិញហើយតាឈឿននិងតាដួងក៏គាត់ដឹងដែរថាបុរសនោះគេឈប់ប្រើល្បិចហើយពួកគាត់ក៏ព្រមហូបជាមួយគេសម្លឹងមើលទៅបុរសដែលជាស្ត្រីស្នេហារបស់កូនតាខ្មៅវិញគេអង្គុយផឹកមិននិយាយសូម្បីមួយម៉ាត់សូម្បីតែមើលមុខតាខ្មៅគាត់មិនមើលផងគាត់ធ្វើជាមើលអ្វីផ្សេងព្រោះគាត់ស្អប់ឪពុកកូននឹងណាមេបញ្ជាការរបស់គាត់ក៏សួរទៅតាខ្មៅនឹងថាប្អូនប្រុសដែលដើរទៅអំបញ្ញមិញត្រូវជាអ្វីជាមួយលោកបងដែរតាខ្មៅនោះក៏តបថាគេគឺជាកូនប្រុសរបស់គាត់ហើយម្នាក់ស្រីដែលដើរជាមួយវានោះគឺជាកូនប្រសាររបស់ខ្ញុំគ្រាន់តែនិយាយដល់ត្រឹមនេះបុរសដែលអង្គុយខឹងនោះក៏និយាយថាចុះធីរីនាងមិនឈឺចិត្តស្លាប់ហើយទេអីគេស្លាប់មិនទាន់ទាំងបានប្រមាណផងហើយអ្នកដទៃសត្វតែកូនប្រសារពេលនឹងតាខ្មៅនោះក៏និយាយដោយកំហុកមកវិញថារឿងគ្រួសារអញហើយកុំចេះពេលនោះពួកគាត់ក៏ប៉ះសម្ដីគ្នាសឹងតែប្រើអំពើហិង្សាគុំតែបានពួកគាត់សម្របសម្រួលទេតាខ្មៅនោះខឹងណាស់គេក៏ដើរទៅផ្ទះវិញបាត់ហើយក៏លែងឃើញគេដើរមកផឹកទៀតដែរលោកប្រហែលជាម៉ោង4ល្ងាចពួកគាត់ក៏នាំគ្នាដើរត្រឡប់ទៅផ្ទះបុរសដែលជាតកងឡាននោះវិញពេលដែលទៅដល់ចំពេលម្ដាយរបស់គេកំពុងតែបង្កាត់ភ្លើងអាំងត្រីពេលនោះតាឌីគាត់ក៏ទៅជួយហើយពេលដែលពួកគាត់ទៅងូតទឹកសម្អាតខ្លួនអីហើយតាឈឿនក៏ទៅនិយាយជាមួយមេបញ្ជាការរបស់គាត់អំពីរឿងដែលកើតឡើងយប់នេះគេនឹងលេងបុរសម្នាក់នោះហើយយប់ហ្នឹងគាត់ជាមួយតាដួងនឹងនៅមើលថែគេគាត់និយាយមិនលាក់បាំងឡើយគាត់យប់មិញយល់សពឃើញបុរសម្នាក់ហ្នឹងស្លៀកពាក់ស្អាតណាស់ហើយបក់ដៃលាគាត់ទៀតផងនេះជាប្រភ្នូមិនល្អឡើយយប់នេះឲ្យគេដេកជាមួយខ្ញុំហើយកុំឲ្យអ្នកណាដឹងរឿងនេះជាពិសេសម្ដាយរបស់គេព្រោះគាត់ខ្លាចម្ដាយរបស់គេបារម្ភពីកូនមេបញ្ជាការរបស់គាត់ដោយស្គាល់ពីចរិតរបស់តាឈឿនគាត់ក៏យល់ព្រមលុះយប់ឡើងពេលដែលហូបបាយរួចពួកគាត់ទាំងអស់គ្នាក៏នៅអង្គុយជជែកគ្នាជាមួយលោកយាយនៅខាងក្រោមផ្ទះចំណែកតាឈឿននិងតាដួងគាត់ក៏នាំគ្នាដើរចេញទៅក្រៅផ្ទះដើម្បីដើរលេងពី3ជុំគាត់ថាផ្ទះបុរសនេះយប់ឡើងពិតជាស្ងាត់ពិតមែននៅខាងមុខផ្ទះសុទ្ធតែដើមដូងនិងដើមកាខ្យាដើរមកមកបានបន្តិចទៀតក៏មានដុបព្រៃហើយនៅមុំផ្ទះគេមិនមានដីស្រែឡើយសុទ្ធតែជាដីគ្រួក្រហមចំណែកតាឈឿនគាត់ជួបបារីបណ្ដាបញ្ចាំងពិលមើលផ្លូវបណ្ដាពេលខ្លះក៏ជួបបងប្អូនអ្នកនេសាទគេដើរទៅមើលមងទាំងយប់ក៏មានដែរហើយសន្តានដីនៅទីនោះខ្ពស់ទាបព្រោះវាជាតំបន់ភ្នំហើយនៅជិតសមុទ្រទៀតតាដួងគាត់ដើរបណ្ដាគាត់និយាយទៅតាឈឿនថាយប់នេះមិនដឹងយ៉ាងម៉េចយ៉ាងណាទេនេះមានយើងនៅជាមួយគេចុះបើគេនៅតែពីរនាក់បងប្អូនមិនដឹងថាយ៉ាងម៉េចយ៉ាងណាឡើយយើងស្រមៃមិនចេញទេហើយថ្ងៃមិញតាខ្មៅហ្នឹងគេដឹងថាមានតែម្នាក់ទេដែលចេះអាគមគេមិនដឹងថាយើងចេះឡើយហើយអញដឹងតាំងពីដំបូងមកម្ល៉េះថាតាហ្នឹងចេះព្រោះអាឌីនិងបងមេបញ្ជាការទៅងូតទឹកដល់កន្លែងព្រៃកោងកានហើយឃើញបាយសីបាយអីហ្នឹងអញដឹងច្បាស់ណាស់ថាជារបស់តាខ្មៅហ្នឹងតាឈឿនគាត់ជួបបារីមួយម៉ាត់ហើយក៏និយាយថាវាពិបាកដែររឿងមនុស្សលោកយើងជួយគេបានប៉ុណ្ណាយកប៉ុណ្្នឹងទៅណាមួយគ្នាក៏ធ្លាប់ឆ្លងកាត់ក្របជាមួយយើងដែរតែអញក៏ស្អប់ចិត្តឲ្យកូននឹងដែរហើយជាពិសេសអាណិតខ្មោចដែលទៅតែនឹងស្លាប់មិនដឹងថាម៉ែកូនគេឈឺចាប់យ៉ាងណាឡើយមកពីវាមានឲ្យវាជួយតាទៅបានជាខ្មោចនាងធីរីនឹងធ្វើអ្វីវាមិនបានព្រោះអញស្ដាប់អាប្អូននឹងនិយាយអញដឹងថាខ្មោចនោះមើលទៅមានកំហឹងណាស់តែអ្វីដែលអញសង្ស័យខ្មោចនឹងប្រហែលជាស្លាប់ហើយគេយកទៅបញ្ចុះគ្រូអាគមនឹងចងគ្នាឲ្យនៅកោះនឹងតែម្ដងទើបគ្នាមិនអាចទៅណាបាននៅវិលវល់លងគេលងឯងនៅកន្លែងហ្នឹង
ពួកគាត់និយាយគ្នាដល់ត្រឹមហ្នឹងពួកគាត់ក៏នាំគ្នាដើរមកផ្ទះវិញធម្មតាលុះដើរមកដល់ជិតមុខផ្ទះតាឈឿនគាត់ក៏បន្លត់ពិលហើយក៏ប្រាប់ឲ្យតាដួងអោនចុះពួននៅក្បែរគុំព្រៃមួយតាដួងក៏សួរថាមានរឿងអីតាឈឿនគាត់ក៏ចង្អុលទៅមុខផ្ទះស្រាប់តែបានឃើញមានមនុស្សម្នាក់មើលមុខមិនសូវច្បាស់ទេកំពុងកាយដីកប់របស់ម្យ៉ាងនៅមុខផ្ទះនោះមើលទៅគេញាប់ដៃញាប់ជើងណាគ្រាន់តែមើលអាកប្បកិរិយារបស់គេក៏ដឹងថាជាមនុស្សមិនល្អដែរបរិសុទ្ធចម្លែកនោះក្រោយពីគេកប់ហើយគេមើលឆ្វេងមើលស្ដាំរួចក៏ដើរទៅវិញបាត់ចំណែកពួកគាត់វិញនៅចាំរហូតទាល់តែគេដើរបាត់មួយសន្ទុះទើបគាត់បញ្ចាំងពិលដើរទៅកន្លែងដែលគេកាយដីកប់នោះពេលដែលពួកគាត់ទៅដល់ពិតជាបានឃើញស្នាមកកាយពិតមែនតាឈឿនក៏ឲ្យតាដួងឈរបញ្ចាំងពិលឲ្យគាត់រួចគាត់ក៏យកឈើរបងដែលដួលនៅក្បែរនោះយកមកជីកកាយវិញស្មាទោះគាត់ថាតាខ្មៅនឹងពិតជាប្រើល្បិចថោកទាបមែនគេបានយកមនុស្ស9អត់មានក្បាលយកមកកប់នៅទីនេះហើយមនុស្សក្រុមនោះទៀតសោតសុទ្ធតែមកជុលគេដោតឡើងសុះហើយមានខ្សែសីមារុំទៀតផងតាឈឿនពេលនោះគាត់ក៏ឲ្យតាដួងនោះដាក់ហើយគាត់ក៏ដុតរបស់នោះចោលតែម្ដងក្រោយពីដុតហើយពួកគាត់ក៏នាំគ្នាដើរចូលមកផ្ទះវិញដូចជាមិនមានរឿងអ្វីកើតឡើងទៅតែសោះលុះយប់ឡើងតាឈឿនជាមួយតាដួងរួមជាមួយបរិសដែលជាតកងឡាននោះពួកគាត់សម្រាននៅក្រោមផ្ទះលើគ្រែចំណែកតាឌីជាមួយមេបញ្ជាការសម្រាននៅលើឡានហើយបើប្អូនប្រុសរបស់គេគឺនៅដេកជាមួយម្ដាយនៅលើផ្ទះគាត់ថាម៉ោងប្រហែលជា12យប់ស្រាប់តែដើមដូងដែលនៅមុខផ្ទះនោះចាប់ផ្ដើមរំកើទាំងគ្មានខ្យល់បក់សំបីតែបន្តិចតាឈឿនគាត់ដឹងថាគ្រូនឹងដឹងតែមកលេងហើយព្រោះគេដឹងថារបស់ដែលគេប្រើមនុស្សឲ្យយកមកកប់នោះត្រូវបានពួកគាត់បន្សាបបាត់ទៅហើយទើបគេប្រើរបស់ផ្សេងឲ្យមកម្ដងគាត់ថាបរិសនោះគេដេកបាត់ទៅហើយដោយសារតែគេមិនបានដឹងរឿងមួយនេះទេចំណែកពួកគាត់ទាំងពីរដែលដឹងរឿងវិញមិនហ៊ានសំបីតែចុះពីលើគ្រែទៅចោលបរិសនោះរលែកមើលទៅដើមដូងនៅមុខផ្ទះវិញយល់យករហូតដូចជាមិនស្បាយសោះតាឈឿនគាត់ថាមួយសន្ទុះគាត់ដូចជាឃើញមានមនុស្សអង្គុយជក់បារីនៅលើដើមដូងហើយគាត់ថាមនុស្សម្នាក់ហ្នឹងធំណាស់មិនដូចជាមនុស្សធម្មតាឡើយចំណែកបារីរបស់គេវិញចង់ពុនកំភួនដៃគេអង្គុយជក់ហុយឡើងទ្រលូមតាឈឿនគាត់ក៏ប្រាប់តាដួងថាវាមកហើយពេលនោះពួកគាត់ក៏ងើបអង្គុយមិនឲ្យបរិសនោះដឹងទេតាដួងពេលនោះគាត់ក៏ដករបស់ម្យ៉ាងចេញពីថង់យាមរបស់គាត់នោះគឺជាខ្សែអំបោះសមួយដុំទំនងដូចជារុំជាមួយក្រមួនគាត់ស្រាយអំបោះនោះបណ្ដើរសូត្របណ្ដើរលុះរហូតសម្លឹងមើលទៅមនុស្សដែលកំពុងអង្គុយជក់បារីលើដើមដូងនោះដូចជាមានចំណងចងគេអញ្ចឹងរហូតតតែខ្សែនោះចងគេបាន 100% បន្ទាប់មកគេក៏ធ្លាក់ពីលើដើមដូងនិងរលាយបាត់ទៅគាត់ថាគ្រូនឹងគេមិនបានប្រើគូអាគមប្រើខ្លាអាគមអីមកនោះទេភាគច្រើនគេប្រើខ្មោចតៃហោងឲ្យមកមួយសន្ទុះស្រាប់តែមានក្បាលមនុស្សហោះមករហូតទៅដល់2ក្បាលហើយមានពន្លឺខៀវទៀតផងបើនិយាយថាវាជាអាប់ដូចជាមិនត្រូវព្រោះវាគ្មានពូវៀនពូតាំងឡើយហើយហោះមកថែមទាំងមានផ្សែងខ្មៅហោះមកតាមពីក្រោយវាហោះមកក៏ព្រុសផ្សែងខ្មៅដាក់ពួកគាត់តែពួកគាត់ក៏ក្រវាសដៃផ្សែងនោះក៏ទៅបុកក្បាលខ្មោចវិញពេលដែលត្រូវហើយពួកវាក៏មិនទាន់ទៅណាដែរវានៅតែហោះទៅហោះមករហូតរួចវាក៏សោចទំនងវាគិតថាពួកគាត់ប្រហែលជាធ្វើអ្វីពួកវាមិនបានទេព្រោះមានគ្រូអាគមច្រើនហើយដែលត្រូវពួកវាធ្វើបាបមួយរំពេចវាក៏រលាយចូលគ្នាคล้ายទៅជាក្បាលខ្មោចមួយហើយថែមទាំងធំជាងមុនទៀតវាក៏ហោះមកបុកពួកគាត់តែម្ដងតែហោះមានទាន់មកដល់អីពេលនោះតាដួងគាត់ក៏ដកកូនឆ្នាំងដីចេញពីថង់យាមរបស់គាត់បន្តមកកូនឆ្នាំងដីនោះក៏ស្រូបក្បាលខ្មោចនោះចូលទៅពេលដែលវាចូលទៅវាក៏ស្រែកថាអូយក្តៅណាស់ដោះលែងវាទៅវាឈប់ហើយតែតាដួងគាត់មិនបានអាណិតវាទេគាត់ចងខ្សែសមាហើយគាត់ក៏ដាក់ចូលទៅក្នុងថង់យាមរបស់គាត់វិញតែជឿនពេលនោះគាត់ក៏និយាយថាដោះលែងវាទៅអីកុំធ្វើបាបវាពេកតែតាដួងប្រាប់ថាអញកុំតែលែងវាទេតែឲ្យវាស្គាល់រសជាតិនៅក្នុងឆ្នាំងនេះសិនដល់ពេលអញនឹងលែងវាហើយតែជឿនគាត់ក៏យល់ដែររឿងនេះគាត់បានត្រឹមតែងក់ក្បាលបានមួយសន្ទុះស្រាប់តែមានខ្លែងសាកហោះមកពីក្បាលទុំនៅលើដើមដូងមុខផ្ទះហើយដើមដូងហ្នឹងវាក៏យល់ទាំងគ្មានខ្យល់ទៀតចំណែកបរិសដែលដេកនៅក្បែរគាត់នោះគេក៏ភ្ញាក់ដែរហើយគេភ្ញាក់នោះចំពេលដែលតាដួងគាត់ប្រឡែងខ្សែអំបោះគាត់ទៅក្រោយពីគេងើបមកអង្គុយពួកគាត់ក៏បានប្រាប់ដំណើរដើមរឿងទៅកាន់គេថាយ៉ាងម៉េចអីអញ្ចឹងទៅចំណែកគេក៏លើកដៃអរគុណពួកគាត់ដែលបានជួយគេហើយគេមិនបានដេកទៅវិញទេគេក៏ងើបមកអង្គុយមើលពួកគាត់ដែរគាត់ក្រោយពីខ្លែងស្រាក់នឹងទៅបាត់ស្រាប់តែមានក្បាលខ្មោចហោះមកមួយគូទៀតតែម្ដងនេះមិនដូចមុនឡើយក្បាលខ្មោចមកលើកនេះគឺមិនមានសាច់ទេគឺមានតែឆ្អឹងតែប៉ុណ្ណោះបើតាមគាត់ដឹងក្បាលខ្មោចនេះប្រហែលជារបស់ដែលគ្រូនោះគេដាក់នៅលើអាសនៈរបស់គេមកលើកនេះគេមិនដូចមុនឡើយគេហោះសំដៅមកបរិសដែលទៅតែនៅភ្នាក់នោះតែក៏ត្រូវបានតាឈឿនកាប់មួយកំបិតស្នៀតវាក៏ខ្ទាតទៅជ្រុះនឹងដីពេលហ្នឹងតាឈឿនគាត់ក៏ចុះពីលើគ្រែទៅតតាំងជាមួយវាតែម្ដងគាត់ដើរទៅដល់គាត់ក៏យកជើងរបស់គាត់ទៅជន់វាឡើងខ្ទប់នឹងដីជន់មិនឲ្យវាហោះរួចទេដល់វាទ្រាំមិនបានវាក៏សុំអង្វរគាត់តាឈឿនគាត់ក៏តបថាឥឡូវយើងដោះលែងឯងទៅវិញតែឯងត្រូវប្រាប់ម្ចាស់របស់ឯងថាគេគ្មានសង្ឃឹមឈ្នះពួកយើងឡើយអញមិនលាក់ទេពួកអញទាំងពីរសុទ្ធតែជាអ្នកចេះហើយរឿងចង់ធ្វើបាបបរិសម្នាក់ដែលនៅលើគ្រែនោះផ្ដាំទៅគេវិញផងថាឈប់ឌីសម័យទៅគាត់ផ្ដាំរួចវាក៏ហោះទៅរកម្ចាស់របស់វាវិញបាត់ទៅហើយមើលទៅដូចជាស្ងាត់មិនបានឃើញគេបញ្ជូនអ្វីមកទៀតទេតែមើលគេក៏ហត់ដែរដូចនេះពួកគាត់ក៏នាំគ្នាចូលសម្រានលុះរហូតដល់ព្រឹកឡើងតាឌីនិងមេបញ្ជាការរបស់គាត់បាសសអស់ហើយទំនងជំនាញគាត់ក៏បានដឹងរឿងនឹងដែរអត់តែប្អូនប្រុសរបស់បរិសនោះតែប៉ុណ្ណោះដែលគេមិនដឹង
ហើយក៏គ្មានអ្នកណាប្រាប់រឿងនេះទៅកាន់គេដែរតាមពិតទៅថ្ងៃហ្នឹងគឺជាថ្ងៃដែលពួកគាត់ត្រូវត្រឡប់ទៅបន្ទាយវិញហើយតែតាឈឿនរាប់ដៃរាប់ជើងមើលទៅឃើញថាបរិសម្នាក់នេះមិនទាន់ផុតគ្រោះទេហើយពួកគាត់ក៏ឆ្ងល់ខ្លួនឯងដែរតាំងតែពីរៀនមុនអាគមមកគឺច្បាស់តែរឿងនឹងរហូតមកដល់សប្តាហ៍ថ្ងៃនេះទើបគាត់យល់ថាសម្ដេចព្រះគ្រូរបស់គាត់មានប្រសាសន៍មិនខុសទេពួកគាត់គឺមានមនុស្សមកពឹងពាក់គាត់ច្រើនហើយថ្ងៃនោះពួកគាត់គឺទៅលេងកន្លែងដដែលគ្រាន់តែថាប្អូនប្រុសបរិសនោះមិនបាននៅលេងជាមួយពួកគាត់ទេគេត្រូវទៅរកត្រីចំណែកបរិសនេះវិញមុននឹងទៅកន្លែងដដែលគឺគេឈៀងចូលទៅលេងផ្ទះពូរបស់គេសិនហើយគេតែងតែសម្លឹងមើលទៅផ្ទះនាងធារីរហូតសម្លឹងមើលទៅផ្ទះនាងគឺស្ងាត់ណាស់ម្ដាយរបស់នាងគឺត្រូវមើលថែឪពុកនាងតែម្នាក់ឯងដោយសារនាងគឺជាកូនតូលមិនមានបងប្អូនឡើយក្រោយពីចូលលេងផ្ទះរបស់ពូគាត់ហើយគាត់ក៏ឈៀងចូលផ្ទះនាងធារីផងដែរដើម្បីសួរសុខទុក្ខម្ដាយឪពុករបស់នាងព្រោះថាការពួកគេនៅស្រឡាញ់គ្នាបរិសនេះគឺតែងតែមកលេងនិងមានរបស់ផ្ចាររហូតហ្នឹងលោកពេលម្ដាយនាងឃើញមុខបរិសនោះគាត់មិនហ៊ានមើលមុខគេទេទំនងគាត់ដូចជាខ្មាស់នឹងរឿងអ្វីមួយបរិសនោះគ្រាន់តែឈានជើងចូលផ្ទះនាងគាត់ក៏សម្រក់ទឹកភ្នែកព្រោះបានឃើញរូបថតរបស់នាងនៅលើទូខោអាវហើយថែមទាំងមានធូបទើបនឹងអុជទៀតផងគាត់ពេលនោះក៏សុំម្ដាយនាងចូលទៅអុជធូបហើយម្ដាយរបស់នាងក៏មិនបានហាមដែរក្រោយពីដើរចេញមកវិញតាឈឿនក៏និយាយលើកទឹកចិត្តគេបន្ទាប់មកបរិសនោះគេក៏សួរសុខទុក្ខឪពុកម្ដាយរបស់នាងនិងសួរអំពីភ្នូដែលគេកប់នាងនោះពេលនោះម្ដាយរបស់គេក៏រៀបរាប់ទាំងទឹកភ្នែកថាសំបីតែភ្នូកូននៅកន្លែងណាក៏គាត់មិនដឹងផងដឹងត្រឹមថាគេយកនាងទៅកប់នៅលើកូនកោះមួយតតែអ្នកភូមិដែលគេទៅនេសាទគេប្រាប់ទេកុំអីគាត់មិនដឹងឡើយរាល់ថ្ងៃនេះគាត់តែងតែបន្ទោសខ្លួនឯងរហូតមិនគួរណាលើកកូនឲ្យគ្រួសារមនុស្សទេគិតថាបានប្រាក់បណ្ដាការមកប្រែងលោយកឪវាទៅព្យាបាលតែចុងក្រោយលួយក៏អស់ជំងឺក៏មិនជាហើយត្រូវបាត់បង់កូនស្រីទៀតហើយគាត់ក៏សុំទោសបរិសនោះដែរដែលគាត់គិតមិនបានវែងឆ្ងាយក្រោយពីស្ដាប់ម្ដាយរបស់នាងរៀបរាប់ចប់ម្នាក់ពិតជាអាណិតនិងគួរឲ្យសង្វេគណាស់ពេលមកដំបូងអាណិតគ្រួសារបរិសដែលបានស្លាប់ក្នុងភ្លើងសង្គ្រាមម្ដងហើយឥឡូវជួបគ្រួសារនេះរឹតតែគួរឲ្យកំសត់លើសមុនទៀតមេបញ្ជាការរបស់គាត់ពេលនោះដោយទប់អារម្មណ៍មិនបានគាត់ក៏បញ្ជាឲ្យពួកគាត់ទាំងអស់គ្នាធ្វើយ៉ាងណាត្រូវតែគាស់យកសាកសពរបស់នាងមកបូជាឲ្យបានត្រឹមត្រូវហើយត្រូវយកឆ្អឹងរបស់នាងមកផ្ទះម្ដាយរបស់នាងវិញហើយគាត់ក៏ចង់ដឹងដែរថាគេនោះវាមានអំណាចប៉ុណ្ណាទើបហ៊ានធ្វើរឿងបែបនេះទោះគាត់មិនឈ្នះគេរឿងអាគមតែបើរឿងច្បាប់គឺពឹងលើគាត់ហើយពួកគាត់ពេលនោះមិនបានទៅអង្គុយលេងមាត់ឆ្នេរទៀតទេគាត់ក៏ត្រឡប់ទៅផ្ទះបរិសនោះវិញដើម្បីទៅរៀបចំអីវ៉ាន់ដើម្បីធ្វើដំណើរទៅកាន់កូនកោះនោះហើយពួកគាត់ក៏មិនបានទៅភ្លាមៗដែរគឺចាំប្អូនប្រុសរបស់បរិសនោះមកផ្ទះវិញសិនព្រោះថាមានតែគេទេដែលស្គាល់កូនកោះនោះច្បាស់ណាមួយដោយសារគេមានទូករាងធំហើយការទៅលើកនេះគឺពួកគាត់ស្លៀកឯកសណ្ឋានរបស់ពួកគាត់តែម្ដងសម្បីតែកំភ្លើងក៏ពួកគាត់យកទៅតាមខ្លួនដែរហើយកំភ្លើងនោះទៀតសោតពួកគាត់គឺទុកនៅលើឡានដំរីទឹកនឹងឯងពីច្រើនគាត់មិនសូវយកចេញទេលុះត្រាតែមានអាសន្នឬជួបខ្មែរក្រហមនៅតាមផ្លូវតែប៉ុណ្ណោះព្រោះចំនួននោះខ្មែរក្រហមមិនទាន់បែក 100% ទេពីច្រើនគឺពួកគេនៅក្នុងព្រៃនឹងឯងពួកគាត់ចាំបរិសដែលជាប្អូនគេរហូតដល់ម៉ោង 6 ល្ងាចទើបឃើញគេមកវិញដល់គេមកដល់ឃើញបងប្រុសនិងឃើញពួកគាត់គ្រប់គ្នាស្លៀកឯកសណ្ឋានគេក៏សួរថាបងនាំគ្នាទៅវិញហើយមែនទេពេលនោះបងប្រុសរបស់គេក៏ប្រាប់តាមដំណើរសាច់រឿងគេក៏យល់អំពីរឿងនេះដែរគេក៏បាននិយាយថាបាទមិនអីទេចាំខ្ញុំជូនទៅឥឡូវខ្ញុំហូបបាយនិងសម្រាប់បន្តិចសិនរួចហើយចាំខ្ញុំជូនទៅលុះបានប្រហែលជាម៉ោង 8 យប់គឺពួកគាត់ទាំងអស់គ្នាធ្វើដំណើរចេញទៅហើយទៅនេះមិនឲ្យអ្នកភូមិម្នាក់បានដឹងឡើយជាពិសេសគឺគ្រួសាររបស់តាខ្មៅនឹងឯងនៅលើទូកពេលនោះគឺងងឹតគួរសមតតែតាឌីយកពិលទៅចងនៅលើក្បាលទូកហើយពិលដាច់នោះរាងធំដោយសារវាជាពិលរបស់ទាហានចំណែកពិលកាន់នៅនឹងដៃមានតែពីរទេគឺនៅតែឈឿនមួយនឹងមេបញ្ជាការមួយលុះជិះមកដល់ក្បែរព្រៃលិចទឹកមួយកន្លែងសោយអីពេលនោះម៉ាស៊ីនទូកស្រាប់តែអស់ប្រេងក្រោយពីម៉ាស៊ីនរលត់ទៅបរិយាកាសនៅជុំវិញខ្លួនពួកគាត់ពិតជាស្ងប់ស្ងាត់ខ្លាំងណាស់អូនប្រុសបរិសម្នាក់នោះក៏និយាយថាមិនអីទេគេមានប្រេងសាគួរតាគេនិយាយរួចគេក៏ដើរទៅចាក់ប្រេងពេលគេចាក់នោះក៏លន់មកថាជុំប្រេងនៅតាមិនបានជាវារលត់អញ្ចឹងបន្ទាប់មកគេក៏ចាប់ផ្ដើមបញ្ឆេះម៉ាស៊ីននោះម្ដងទៀតឃើញថានៅតែមិនឆេះបន្ទាប់មកស្រាប់តែមានអ្វីទេអណ្ដែតមកប៉ះទូកគាត់ដល់ពេលតាឈឿនបញ្ចាំងពិលមើលទៅទើបឃើញថាវាគឺជាបំណែកឈើ4ជ្រុងហើយគាត់ស្គាល់ឈើនេះទៀតផងវាគឺជាគម្របក្តាមឈូកតាឈឿនពេលនោះគាត់ក៏យកឈើឆ្កឹះវាចេញបន្ទាប់មកទើបម៉ាស៊ីនទូកឆេះធម្មតាវាពិតជាគួរឲ្យចម្លែកខ្លាំងណាស់ហើយពួកគាត់ក៏ជិះចេញមកលុះជិះផុតបានបន្តិចគាត់ក៏ប្រឡែកទៅក្រោយស្រាប់តែបានឃើញមនុស្សខ្មៅម្នាក់អង្គុយលើក្តារអណ្ដែតទឹកម្នាក់ឯងតែពួកគាត់មិនមកទេព្រោះនៅលើផ្ទៃទឹកក៏មានរបស់ស័ក្តិសិទ្ធិដែរហើយគាត់ដឹងច្បាស់ណាស់ថាអំបញ្ញមិញនេះគឺខ្មោចលោលេងជាមួយគាត់ 100% លុះផុតពីនឹងរៀងឆ្ងាយពួកគាត់ក៏បានឃើញស្រមោលកូនកោះមួយព្រឹមអូនប្រុសបរិសនោះក៏និយាយថានោះចិត្តដល់ហើយបងតែត្រៀមចិត្តផងទីនោះគួរឲ្យខ្លាចណាស់ហើយស្ងាត់ទៀតនិយាយទៅមិនមែនថាកោះនោះមិនមានមនុស្សរស់នៅសោះនោះទេគឺមានផ្ទះរបស់ជនជាតិថៃប៉ុន្មានគ្រួសារដែលគេរស់នៅទីនោះតែគេយូរទៅមកម្ដងក្រោយពេលពួកគាត់ទៅដល់លើកោះនោះពួកគាត់ក៏ចងទូកនឹងបង្គោលដែលគេបោះចោលនៅទីនោះហើយតាឈឿនក៏សួរប្អូនប្រុសបរិសនោះថា
តើភ្នូររបស់នាងនៅកន្លែងណាដែរមានដឹងឬអត់គេក៏បាននិយាយថាគឺគេឮអ្នកភូមិនិយាយថានៅក្បែរដើមដូងមួយដើមហើយមានដុំថ្មដុះរាងខ្ពស់ជាងគេនៅគៀកភ្នូរនោះពេលហ្នឹងតាដួងគាត់ក៏ចង្អុលថានោះមានដុំថ្មខ្ពស់មួយពួកគាត់ពេលហ្នឹងក៏នាំគ្នាទៅមើលពេលដែលទៅដល់ឃើញថាភ្នូរមានរហូតទៅដល់3គឺមិនដឹងថាភ្នូរមួយណាជាភ្នូររបស់នាងឡើយព្រោះมันមានដាក់ផ្លាកឈ្មោះអ្នកស្លាប់នោះទេគិតទៅពួកនេះអាក្រក់ណាស់គ្នាស្លាប់ទាំងមូលបាយវាយកមកកប់មិនស្មានខ្មោចសត្វផងពេលហ្នឹងតែជឿនថានេះភ្នូរមួយនៅកណ្ដាលនេះហើយព្រោះភ្នូរនោះស្មៅតិចជាងគេក្រោយពីពួកគាត់ប្រកាសចិត្តហើយក៏នាំគ្នាជីកតែម្ដងហើយការជីកនេះទៀតសោតគឺមិនពិបាកឡើយព្រោះដីនៅមាត់សមុទ្រវាមិនសូវជារឹងទេពេលកំពុងតែជីកនោះស្រាប់តែមានខ្យល់បក់មកប៉ះពួកគាត់ឡើងត្រជាក់ស្រាប់ហើយក្រឡេកមកមើលពួកគាត់វិញយូរទៅស្រាប់តែលែងខ្លាចខ្មោចព្រោះមានក្តីអាណិតខ្លាំងជាងមួយសន្ទុះស្រាប់តែឮសំឡេងបំពេកូនល្វើយចូលមកក្នុងត្រចៀករបស់ពួកគាត់បំពេមួយសន្ទុះស្រាប់តែឮក្មេងយំហើយម្ដាយរបស់គេនិយាយថាជប់យំទៅកូនចំណែកពួកគាត់វិញនៅតែបន្តជីកមិនមានអ្នកណាខ្វល់នឹងសំឡេងនោះឡើយមួយសន្ទុះស្រាប់តែមានទូកមួយគ្រឿងបើកមកទីនេះដែរដល់ពេលសម្លឹងមើលទៅឃើញថាគឺជាតាខ្មៅនិងកូនប្រុសរបស់គេរួមជាមួយបរិសម្នាក់ដើរមកដៃម្នាក់កាន់សុទ្ធតែកំបិតគេដើរមកដល់ក៏ស្រែកថានាំគ្នាធ្វើអីហ្នឹងពេលនោះមេបញ្ជាការរបស់គាត់ក៏លើកកំភ្លើងព្យុងពួកគេដំបូងស្មានតែពួកគាត់ជាមនុស្សធម្មតាតែដល់ពេលមកចិត្តទើបឃើញម្នាក់សុទ្ធតែស្លៀកឯកសណ្ឋានទាហានរួមជាមួយកំភ្លើងគ្រប់ដៃពួកគេស្រាប់តែលើកដៃឡើងលើមេបញ្ជាការរបស់គាត់ក៏ស្រែកថាឆាប់នាំគ្នាដាក់កំបិតចុះភ្លាមពួកគេដោយខ្លាចក៏នាំគ្នាបោះកំបិតចោលនិងអង្គុយចុះគ្រប់គ្នាតាឌីជាមួយមេបញ្ជាការនៅឈរភ្ជុំពួកគេចំណែកអ្នកដែលនៅសល់ពួកគាត់នៅតែបន្តជីកហើយដឹងថាហេតុអ្វីបានជាពួកគេដឹងថាពួកគាត់មកទេគឺដោយសារតែបរិសម្នាក់ដែលមកជាមួយគេនោះគឺជាអ្នកប្រាប់គឺបរិសដែលកាន់កំបិតដើរមកនោះឯងក្រោយពីជីកបានតាឈឿនជាមួយតាដួងក៏លើកសពនាងដាក់មកខាងលើសម្លឹងមើលទៅសភាពសពគឺពិតជាគួរឲ្យអាណិតណាស់គឺស្លាប់តែមានកូននៅក្នុងពោះបរិសនោះគ្រាន់តែបានឃើញបែបនេះគេក៏នៅតែបន្តយំព្រោះគេអាណិតនាងខ្លាំងណាស់គាត់ថារំពេចក្រោយមកស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងបន្ទាប់មកស្រាប់តែឮសំឡេងសោចចេញមកពីក្នុងព្រៃលើកោះនោះយ៉ាងគួរឲ្យរន្ធត់បានបន្តិចស្រាប់តែឃើញនារីម្នាក់ដើរដឹកដៃកូនចេញមកពីក្នុងព្រៃដើរមកដល់គេក៏ស្ទុះទៅច្របាច់កបរិសដែលជាប្តីរបស់គេនោះតែខ្មៅក្រោយពីឃើញគេធ្វើបាបកូនប្រុសគាត់ក៏សូមបាលីដាក់ដីខ្សាច់រួចក៏គប់ទៅលើនាងធ្វើឲ្យនាងក្តៅរោរៀលតែនាងនៅតែមិនព្រមប្រឡែងទេហើយពេលនោះតាខ្មៅក៏ស្ទុះទៅជួយតែក៏ត្រូវនាងច្របាច់កជាប់ម្នាក់ទៀតសម្លឹងមើលទៅពួកគេទាំងពីរជើងស្ទើរផុតពីដីទៅហើយពេលនោះតាខ្មៅក៏និយាយទៅនាងថាដោះលែងកូនយើងទៅចង់ធ្វើអ្វីក៏ធ្វើមកលើយើងមកពេលនោះបរិសម្នាក់ដែលធ្លាប់ស្រឡាញ់គ្នាជាមួយនាងនោះក៏ដើរមកនិយាយថាធីរីអូនដោះលែងពួកគេទៅគុំសាងបាបកម្មឲ្យអូនបងសូមអង្វរណាពេលនោះនាងក៏ប្រឡែងពួកគេវិញពួកគេដែលមានឱកាសក៏នាំគ្នារត់ឡើងទៅលើទូកនិងជិះទៅវិញអស់ទៅក្រឡេកមកមើលនាងធីរីវិញគេក៏សម្លឹងមកបរិសនោះហើយនាងស្រាប់តែយំខ្លាំងៗរួមជាមួយខ្យល់កន្ត្រាក់ពេលនោះកូនរបស់នាងក៏ដើរមកអោបដៃនាងហើយខ្មោចនោះក៏និយាយទាំងយំខ្សឹបខ្សួលថាឲ្យអូនសុំទោសការជាតិណាអូននឹងសងបងទាំងអស់រាល់អ្វីដែលអូនចំពាក់ពេលនោះគេក៏តបទៅវិញថាបងមកនេះគឺមកយកអូនទៅផ្ទះអូនវិញហើយឈប់យំទៅតាឈឿនគាត់ក៏ដើរមកនឹងនិយាយថាមិនអីទេមីនាងអើយចាំខ្ញុំជួយបូជាសពធ្វើបុណ្យឲ្យហើយនាងមិននៅវេទនាអញ្ចឹងទៀតទេបន្តមកតាឈឿនជាមួយតាដួងក៏នាំគ្នាបូជាសពឲ្យនាងនិងបានផ្សាយមេត្តានិងឧទ្ទិសកុសលឲ្យនាងចំណែកនាងដែលជាព្រលឹងនោះក៏ថ្វាយបង្គំ3ដងហើយក៏រលាយបាត់ទៅរីឯពួកគាត់វិញនៅតែបន្តចាំដើម្បីឲ្យបូជាអស់នឹងអាងឬឆ្អឹងរបស់នាងយកទៅឲ្យអ្នកផ្ទះរបស់នាងវិញពួកគាត់ថាលុះរហូតដល់ម៉ោង5ព្រឹកទើបសពបូជាអស់ហើយពួកគាត់ក៏គ្មានអ្នកណាបានដេកដែរគឺនៅចាំបន្ថែមភ្លើងរហូតបន្តមកតាឈឿនគាត់ក៏ដើរប្រមូលឆ្អឹងដែលសេះសល់ដើម្បីយកទៅឲ្យម្ដាយរបស់នាងដើម្បីដាក់ធៀបដាក់អីឲ្យបានស្រួលបួលពេលរួចរាល់ពួកគាត់កំណត់គ្នាធ្វើដំណើរមកវិញពេលដែលមកដល់ពួកគាត់គឺដើរសម្ដៅទៅផ្ទះគ្រូខ្មៅនោះមុនគេគឺចង់ទៅសួរនាំឲ្យបានច្បាស់តែនៅពេលដែលពួកគាត់ទៅដល់គឺថាពួកគេបាននាំគ្នារត់ចោលផ្ទះបាត់ទៅហើយមិនដឹងថាគេទៅណាអស់នោះទេអ្នកភូមិដែលនៅជាប់ផ្ទះនោះគេបានប្រាប់ថាពួកគេបាននាំគ្នាយកបង្វិចខោអាវរត់ទៅអស់ហើយពួកនេះតាមមើលខ្លាចពួកគាត់ពេកទៅបានជានាំគ្នារត់អស់បែបនេះពេលនោះពួកគាត់ក៏និយាយរឿងរ៉ាវតាំងពីដើមរឿងរហូតដល់ចប់ឲ្យអ្នកភូមិស្ដាប់អ្នកភូមិស្ដាប់ហើយពិតជាខឹងសម្បាលើគ្រួសាររបស់តាខ្មៅនោះខ្លាំងណាស់អ្នកភូមិជាមួយពួកគាត់ក៏នាំគ្នាចូលផ្ទះរបស់គេតែម្ដងនៅពេលដែលចូលទៅដល់គឺពួកគាត់បានឃើញរបស់ដៃគ្រូនោះតែងតែធ្វើអំពើដល់អ្នកដទៃជាច្រើនហើយមានរបស់ខ្លះគេមិនទាន់បានធ្វើគ្រាន់តែសរសេរឈ្មោះថ្ងៃខែតែប៉ុណ្ណោះលុះពួកគាត់បើកបន្ទប់មួយទៀតស្រាប់តែបានឃើញនារីម្នាក់ដែលជាប្រពន្ធថ្មីរបស់បរិសនោះគេកំពុងតែអង្គុយភ័យក្បែរទូខោអាវអ្នកភូមិពេលនោះគេក៏បានសួរថាតើពួកវាទៅណាអស់ហើយដំបូងនាងមិនបានឆ្លើយទេទំនងដូចជាខ្លាចអ្នកភូមិធ្វើបាបតែតាឈឿនគាត់ក៏ប្រាប់ថានិយាយមកបងអូនស្រីពួកបងមិនធ្វើបាបទេពួកបងគ្រាន់តែចង់ដឹងតែប៉ុណ្ណោះបន្តមកទើបនាងព្រមប្រាប់ទីតាំងដែលពួកគេនៅគឺជាផ្ទះមួយដែលនៅជាភូមិគឺផ្ទះរបស់បងប្រុសរបស់ឪពុកក្មេករបស់នាងពួកគាត់គ្រាន់តែដឹងចម្លើយភ្លាមក៏នាំគ្នាធ្វើដំណើរទៅភ្លាម
ដោយដាក់ឆ្អឹងនាងធារីទៅតាមខ្លួននៅពេលដែលពួកគាត់ទៅដល់គឺហួសពេលបាត់ទៅហើយសូម្បីតែម្ចាស់ផ្ទះនោះក៏គេរត់ទៅអស់ដែរបន្ទាប់មកពួកគាត់ក៏នាំគ្នាទៅផ្ទះរបស់ម្ដាយឪពុករបស់នាងធារីវិញដើម្បីយកឆ្អឹងទៅឲ្យម្ដាយនាងក្រោយពីប្រគល់ឲ្យអស់ហើយពួកគាត់ក៏មកសម្រាកនៅផ្ទះបរិសុទ្ធនោះធម្មតាព្រោះថ្ងៃស្អែកពួកគាត់ត្រូវត្រឡប់ទៅវិញហើយការទៅនោះគឺទៅតែមេបញ្ជាការរួមជាមួយតាឌីតាដួងនិងតាឈឿនតែប៉ុណ្ណោះព្រោះការងារក្នុងជួរទាហានគឺចប់អស់ហើយថ្ងៃនេះតាឈឿនគាត់ក៏បានធ្វើពិធីស្រោចទឹករំដោះគ្រោះឲ្យបរិសុទ្ធដែលជាបងប្អូននឹងគ្នានោះព្រោះពួកគេមានឫស្សីមិនសូវជាល្អឡើយបន្ទាប់មកគាត់ក៏យកដងរែកកាច់បំបាក់ជាពីរយកទៅដាក់នៅលើថ្នាំផ្ទះឲ្យគេមកដល់ត្រឹមនេះទើបលោកយាយម្ចាស់ផ្ទះដឹងថាតាឈឿននិងតាដួងគាត់គឺជាគ្រូអាគមហើយថ្ងៃនោះពួកគាត់ក៏នាំគ្នាក្រាលកន្ទេលនៅក្រោមដើមដូងដើម្បីហូបស្រាលាគ្នាព្រោះស្អែកព្រឹកពួកគាត់ត្រូវធ្វើដំណើរទៅវិញហើយនៅពេលដែលពួកគាត់កំពុងអង្គុយនោះតាឈឿនគាត់ក៏បាននិយាយថាបន្តិចទៀតមានរបស់មកហើយគឺគាត់បានដឹងរឿងនេះដោយសាររបស់ស័ក្តិសិទ្ធិនៅនឹងខ្លួនរបស់គាត់ប្រាប់គាត់ថាមួយសន្ទុះសត្វតែមកមែនគឺមានអមល់មួយសម្បុកធំហើរមកពីចម្ងាយតាឈឿនគាត់មិនចាំយូរទេព្រោះគាត់ដឹងតែវាមកគឺដឹងតែតិចភ្លាមហើយពេលនោះគាត់ក៏បានដីមួយក្តាប់ហើយក៏សូត្រមន្តគាថារបស់គាត់ដូចក៏គប់ទៅវាតែម្ដងរូបពេញនោះវាក៏សັບតែជ្រុះមកដីមិនដឹងថាពេលដែលវាជ្រុះមកដីវាខ្លាចទៅជាអ្វីទេតែដឹងត្រឹមថារូបរាងដែលវាមកគឺជាសត្វអមល់គាត់ថាជុំអាគ្រូនេះដូចជាអត់រៀងសោះតាមមើលពួកវាមិនបានរត់ទៅណាទេអាចនឹងពួកវាលាក់ខ្លួននៅក្នុងព្រៃតាឈឿនគាត់ថាបើបណ្ដាលពួកនេះនៅទៀតមិនកើតទេដំបូងគាត់ថាដោះលែងតែពួកគេខ្លួនឯងទេដែលយកឈើមកឆ្កឹះដំបៅរូបពេញនោះតាឈឿនគាត់ក៏ប្រឡែងខ្លាអាគមរបស់គាត់និងគូអាគមរបស់គាត់មួយគូឲ្យទៅតាដួងដឹងថាមើលទៅពួកគេបើមិនស្លាប់ក៏ឈួតដែរហើយនៅក្នុងព្រៃទៀតបន្ទាប់មកពួកគាត់ក៏នៅចាំរបស់ដែលគេបញ្ជូនមកវិញតែពួកគាត់ថាមិនបានឃើញគេបញ្ជូនអ្វីមកទៀតទេពួកនេះច្បាស់ជាត្រូវសត្វរបស់គាត់លេងចាស់ដៃហើយពួកគាត់ពេលនោះក៏មិនបានទៅខ្វល់អ្វីច្រើនដែរក៏នាំគ្នាផឹកបន្តព្រោះស្អែកត្រូវលាគ្នាហើយមិនដឹងថាថ្ងៃណាខែណាបានជួបគ្នាវិញទេលុះរហូតដល់ព្រឹកឡើងពួកគាត់ក៏បានលាគ្រួសារនោះត្រឡប់ទៅវិញហើយការទៅវិញនេះគឺតាដួងគាត់ជាអ្នកបើកឡាននៅតាមផ្លូវជិះមកដល់ក្បែរជើងភ្នំស្រាប់តែបានឃើញមនុស្សប្រុស 4-5 នាក់ដើរនៅតាមផ្លូវដូចជាមនុស្សឈួតអញ្ចឹងបាននិយាយពីខោអាវវិញដាច់រយៈអស់ហើយមើលយូរទៅទើបស្គាល់ថាជាគ្រួសាររបស់តាខ្មៅពួកគាត់ក៏នាំគ្នាចុះទៅសួរនាំតែពួកគេមិនបានតបវិញដូចជាមនុស្សធម្មតាឡើយគឺពួកគេបានឈួតអស់ទៅហើយតាឈឿនក៏សួរមេបញ្ជាការរបស់គាត់ថាគួរដាក់ពួកគេទៅបន្ទាយឬអត់មេគាត់ថាឲ្យពួកវានៅអញ្ចឹងហើយសមនឹងអ្វីដែលវាបានធ្វើកន្លងមកបន្ទាប់មកពួកគាត់ក៏ឡើងឡានជិះចេញមកតែម្ដងហើយរឿងរបស់យើងក៏ចប់ត្រឹមនេះសូមអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គងក្នុងអត្ថបទសូមអរគុណនិងសូមជម្រាបលា